បើកបាវីដេអូមកដឹងថាធ្វើអីហើយបងប្អូនថ្ងៃនេះគឺយើងធ្វើទឹកគ្រឿងបន្ទាប់ជាមួយស្ដៅម្ដងដោយសារថាស្ដៅយើងឥឡូវហ្នឹងគឺសម្បូរខ្លាំងមែនតើហ្នឹងហើយជំហានដំបូងខ្ញុំចាប់ផ្ដើមដាក់ស្ងោរត្រីហើយខ្ញុំដាំខ្ទឹមពី3កំពឹសដាក់ចូលក្នុងហ្នឹងកុំឲ្យវាឆ្អាបបន្ទាប់មកខ្ញុំច្រាំខ្ទឹមទុកបន្លែសិនមកបន្ទាប់មកខ្ញុំមកបុកសណ្ដែកដីខ្ញុំដាក់តែ2កញ្ចប់ទេខ្ញុំបុកសណ្ដែកដីហ្នឹងឲ្យម៉ត់ហើយក៏ខ្ញុំទុកម្លាយសិននេះគឺផ្សំរបស់ខ្ញុំមានស្ដៅមានអំពិលទុំមានប្រហុកមានត្រីហើយនិងសណ្ដែកដីបន្ទាប់ពីខ្ញុំស្ងោរត្រីឆ្អិនហើយខ្ញុំយកត្រីហ្នឹងមកបេះយកឆ្អឹងចេញឲ្យអស់ខ្ញុំប្រើត្រីទក់ដោយសារត្រីទក់អត់សូវមានឆ្អឹងទេបងប្អូនចង់ដាក់ត្រីឆ្ដោក៏បានដែរតាមចំណង់ចំណូលចិត្តបងប្អូនទេបន្ទាប់មកទឹកពុះហើយខ្ញុំបង់ប្រហុកហើយនិងអំពិលទុំទឹកអំពិលទុំហ្នឹងបងប្អូនខ្ញុំបង់ចូលបន្ទាប់មកខ្ញុំទុកទឹកនងឲ្យវាចេញជាអំពិលមកហើយខ្ញុំចាក់ចូលក្នុងសាច់ត្រីដែលយើងបានបេះនេះដាក់មកល្មមទៅបងប្អូនមកល្មមដែលយើងគិតថាសមគ្រឿងសមសាច់បន្ទាប់មកខ្ញុំដាក់ខ្ទឹមដែលខ្ញុំបានច្រាំនឹងចូលក្នុងទឹកគ្រឿងហ្នឹងមកហើយខ្ញុំដាក់សណ្ដែកដីបងប្អូនដាក់ឲ្យច្រើនជាងនឹងក៏បានដែរវាខាប់ល្អចំពោះខ្ញុំដាក់តែ2កញ្ចប់ទេព្រោះខ្ញុំមិនហ៊ានដាក់ច្រើនខ្លាចក្អកយប់បន្ទាប់ពីខ្ញុំដាក់សណ្ដែកដីហើយខ្ញុំដាក់អំបិលដាក់ស្ករដាក់ប៊ីចេងផ្សំគ្រឿងមកបងប្អូនហើយបើបងប្អូនចង់ជូរជាងហ្នឹងបងប្អូនច្របាច់ក្រូចឆ្មាក៏បានបងប្អូនប្រើតែអំពិលទុំក៏បានបន្ទាប់ពីខ្ញុំផ្សំគ្រឿងអស់ហើយភ្លក់អស់ហើយថាមើលទៅតំណងឆ្ងាញ់ខ្ញុំដាក់ខ្ទឹមដាក់ស្លឹកជីណាយើងហ្នឹងហើយនេះជាស្ដៅដែលយើងបានសោះឲ្យវាមើលទៅសពប់កុំឲ្យវាល្វីងពេកហើយនេះខ្ញុំសម្រេចបានទឹកគ្រឿងមួយចានតែមិនដឹងថារសជាតិយ៉ាងម៉េចទេ